ឆ្កែនេះមិនបានឆ្លងកាត់ព្រំដែនទេប៉ូលីសចរាចរណ៍កំពុងមើលពួកគេសូម្បីតែពេលភ្លើងសញ្ញាពណ៌បៃតងក៏ដោយឆ្កែនេះក៏ត្រូវតែឆ្លាតដែរសំណួរគឺដើម្បីផ្ទៀងផ្ទាត់ការស្មាននេះប៉ូលីសចរាចរណ៍បានគូសផ្លូវកង់មួយបន្ទាត់ត្រង់កង់អនុញ្ញាតឲ្យគាត់មកតែឆ្កែនៅតែស្ងប់ស្ងាត់ទាំងស្រុងការដើរត្រង់បង្កើនកម្លាំងរបស់មនុស្សម្នាក់ពិបាកប៉ុន្តែគួរឲ្យសង្ស័យនៅពេលដែលវាត្រូវបានពីបទឃាតកម្មត្រូវបានបង្កើតឡើងទីបំផុតប៉ូលីសបានបើកការបាញ់ប្រហារលើនោះគ្រាន់តែដោយសារគាត់ដើរឆ្ងាយពេកឆ្កែទេឆ្កែគ្មានទីពឹងគាត់គ្មានជំរឿអ្វីក្រៅពីបន្តដំណើររបស់គាត់ឡើយគាត់បានជួបក្មេងប្រុសម្នាក់លងទឹកដូច្នេះគាត់ក៏ភ្លាមបន្ទាប់ពីត្រូវបានអូសឡើងលើច្រាំងហើយត្រូវបានខ្សែរ៉ូធ្វើបេះដូងសម្រាប់ក្មេងប្រុសនោះការសង្គ្រោះបេះដូងអាចត្រូវបានអនុវត្តលើសកលទម្ងន់ពេកហើយបានធ្វើវាម្ដងហើយម្ដងជាច្រើនអ្នកមិនមានស៊ូទេគាត់បានបង្ហាញសញ្ញានៃការភ្ញាក់ពីដំណេកដូចស្ពានហើយតម្រង់ទៅរកបុរសទីតាំងរបស់កុមារកំពុងស្ថិតក្នុងស្ថានភាពពិការលោដោយសម្រាប់ការរត់ប្រណាំងក្មេងប្រុសនោះបានក្អួតទឹកចេញដោយជោគជ័យអ្នកដែលបានសង្គ្រោះគួរតែឃើញព្រះគុណនៃសេចក្តីដែលបុរសម្នាក់ខ្លាចជាឆ្កែគាត់សន្លប់ហើយពេលគាត់ភ្ញាក់ឡើងម្ដងទៀតសម្លៀកបំពាក់សាមដែលខ្ញុំស្លៀកពេលខ្ញុំមកដល់ពួកវាត្រូវបានដោះសម្លៀកបំពាក់ចេញហើយកំពុងស្រុះនោះក៏នៅលើខ្សែពួរដែរដោយដឹងថាឆ្កែនោះគ្មានចិត្តនេះអាក្រក់នេះក៏ត្រូវបានរកឃើញតាមរយៈស្លាកសញ្ញាឆ្កែផងដែរគាត់ត្រូវបានពិនិត្យដោយមនុស្សមួយចំនួនបន្ទាប់ពីការបញ្ជាក់យ៉ាងយកចិត្តទុកដាក់គាត់បានខ្លាចជាបងប្អូនស្បត់ជាមួយបេងហ្គោបានសម្រេចចិត្តយកគាត់ទៅចិញ្ចឹមប៉ុន្តែឪពុកម្ដាយមិនចូលចិត្តក្មេងប្រុសឆ្កែនោះទេពួកគេអាចត្រឡប់មកវិញបានតែដោយប្រុងប្រយ័ត្នក្រុមគ្រួសារបានបញ្ជាក់ថាឪពុកម្ដាយរបស់ពួកគេបានផ្ញើសារទៅកាយការ៉េមនៅទីនេះស៊ីបែកខ្លួនហើយចាក់ចេញពីកន្លែងគាត់ត្រូវបាន Teddy របស់អ្នកចិត្តខាងវាក្មេងប្រុសនោះមានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតដល់គាត់ទៅឆ្ងាយដោយបង្ខំហើយបានណែនាំ Teddy តើបងប្រកាសថាបងអាចទ្រាំទ្របានមែនទេថ្ងៃខាងមុខផ្លែឈើនោះត្រូវបានលាក់ទុកក្នុងបន្ទប់ជារៀងរាល់ថ្ងៃនឹងគ្រវីដៃទៅកាន់ម្ចាស់តូចបាននិយាយលានៅពេលដែលសាលារៀនហៀបនឹងបញ្ចប់គាត់ឈរដោយរំភើបនៅមាត់ទ្វារម្ដងទៀតក្រោយពីជំហានហើយត្រៀមខ្លួនដើម្បីសាកយ៉ាងណាក៏ដោយអេរីយ៉ាប័តនេះមិនមែនសម្រាប់ចៅហ្វាយតូចជំនួសខ្លួនឯងក្មេងប្រុសនោះពិតជាមិនអាចទ្រាំទ្របានទៀតទេខ្ញុំបានរកឃើញថា Hugo ឆ្លាតណាស់ហើយគាត់បានលើកទឹកនៅពេលដែលគាត់ដាក់វាបានធ្វើឲ្យសំបីតែអ្នកដើរកាត់ក៏ស្រក់ទឹកមាត់ដែរហើយកាន់តែខ្លាំងឡើងនៅពេលកំពុងលេងជាមួយនឹងក្មេងប្រុសនោះបានឈ្នះច្រើនជុំក្មេងដទៃទៀតបានមើលដោយការច្រណែនកាន់តែអស្ចារ្យថែមទៀតគឺ Hugo សិស្សពូកែម្នាក់បានសួរគាត់អំពីស្រាតើ Scarlet ជាអ្វីពួកគេបានខ្លាចជាមិត្តល្អបំផុតប៉ុន្តែពេលក្មេងប្រុសលេងលាក់ខ្លួនក្មេងនោះមានការថប់បារម្ភខ្លាំងណាស់គាត់ក៏ស្រែកបានឆ្លើយតបរហូតដល់មានតែពេលនោះទេដែលគាត់ចេញមកដោយស្មារតីរបស់ក្មេងប្រុសនោះឡើងក្រហមហើយគឺ Bingo stay បន្ទោ Bingoបុរសនោះមើលទៅដូចជាមានការខូចចិត្តបន្ទាប់មកក្មេងស្រីនោះក៏ស្ងប់ចិត្តហើយដើរទៅមុខដើម្បីការចេញពីការនោះលេងការ៉េមជាមួយគាត់មិត្តដំបូងរបស់ខ្ញុំតាំងពីកើតមកទោះជាយ៉ាងណាក៏ដោយក្មេងប្រុសនោះមិនចង់ចិត្តល្អមិនមានរយៈពេលយូរទេដោយសារតែការងារនេះតម្រូវឲ្យគ្រួសារទាំងមូលផ្លាស់ទីលំនៅនោះនៅយប់ដែលគាត់បានផ្លាស់ទៅកាន់ទីក្រុងក្មេងនោះបានបើកប្រអប់ជាច្រើនរុនតូចមួយត្រូវបានរៀបចំសម្រាប់លួចយកការ៉េមទៅជាមួយអ្នកប៉ុន្តែមុននឹងចាក់ចេញនៅមានរឿងរ៉ាវដែលមិនទាន់បានបញ្ចប់នៅក្នុងអតិថិជនបន្ទាប់ពីក្មេងប្រុសនោះបានដេកលក់គាត់បានឡើងចេញពីប្រអប់ហើយរត់គេចខ្លួនតាមបានបន្តញ៉ាំសាច់ស្រស់បន្ទាប់ពីចាក់ចេញពីផ្ទះជាមួយនឹងដបស្រាសំប៉ែនស្រមៃរបស់ខ្ញុំអំពីការណាត់ជួបជាមួយគ្នាត្រូវបានគេទម្លាក់ភ្លាមគាត់បាននាំគាត់ចូលទៅក្នុងទ្រុងឆ្កែរបស់គាត់ផ្លែឈើក៏ពេញមួយយប់រហូតដល់ថ្ងៃបន្ទាប់ខ្ញុំទើបតែដើរចេញពេលដែលជើងខ្ញុំខ្សោយប៉ុន្តែបន្ទាប់មកពួកគេបានដឹងថាម្ចាស់បានដឹងពីបានរបស់អ្នកហើយត្រៀមខ្លួនចេញដំណើរបានប្រថុយជីវិតដើម្បីសង្គ្រោះខ្លួនឯងប្រុសដែលរត់គេចខ្លួនបានរកឃើញគាត់បានបើកបង្អួចយ៉ាងលឿនដោយចង់បានលោតឡើងប៉ុន្តែឈុតនេះឪពុកក៏បានឃើញដូច្នោះដែរការបង្កើនល្បឿនរលូនលើសពីការរំពឹងផ្លែឈើទឹកកកត្រូវបានទុកចោលទីយូហ្គោមិនបានបោះបង់ចោលដោយសារតែបានដើរតាមក្លិននោះហើយចាប់បានហើយក្មេងប្រុសក៏ចង់ទៅគាត់ក៏ចង់ធានាថានាងវិញស្មារតីដើរបានចម្ងាយខ្លីលូឌូបានបង្កើតលេខដើម្បីចុះពីបង្គោលពេលដែលប៊ីងគូបានធំក្លិនម្ចាស់តូចរបស់នាងជាប់បានយូរលេបភ្លាមពួកគេបានភ្ញាក់ឡើងភ្លាមហើយមានធម៌ពលខ្លាំងណាស់ប៉ុន្តែផ្លូវខាងមុខនៅវែងឆ្ងាយហើយមានរឿងច្រើនដែលនៅពេលថ្ងៃទេហើយការ៉េមនេះមិនអាចដើរបានទៀតទេហើយការយល់ច្រឡំនិងការភ្លេចភ្លាំងចាប់ផ្ដើមកើតឡើងបន្តិចដូចជាខ្ញុំបានឃើញម្ចាស់តូចកំពុងកាន់សៀវកំពុងហៅគាត់ប៉ុន្តែការពិតគឺខូខើណាស់នៅតាមផ្លូវគ្មាននរណាម្នាក់នៅក្នុងព្រះអាទិត្យដ៏ក្តៅយកទឹកមកឲ្យនាងជាសំណាងល្អអ្នកដំណើរម្នាក់បានបង្ហាញខ្លួនពេលប៊ីងគូមានកម្លាំងនិងគិតថាគាត់បានជួបរហូតដល់អ្នកលក់សាច់បានយកនាងទើបតែដឹងពេលទៅដល់ឃ្លាំងថានេះជាកន្លែងសម្រាប់សត្វឆ្កែទ្រុងឆ្កែតេទៀតនៅក្នុងផ្ទះដោយឆ្ងល់ខ្ញុំក៏យកកញ្ចក់ចេញហើយគិតតោះមើលថាអ្នកណាទើបតែត្រូវបានចាប់ខ្លួនមនុស្សដែលគ្មានសំណាងមើលទៅដូចអ្វីប៊ីងគូមិនខ្វល់ពីអ្វីដែលពួកគេគិតនោះទេនាងគ្រាន់តែញ៉ាំទឹកអស់ហើយពួកគេក៏ចាប់ផ្ដើមនាងមិនព្រមជីករននៅក្នុងផ្ទះទេចង់ត្រូវគេសម្លាប់នៅទីនេះឆ្កែល្ងងឲ្យរងចាំវាចេញពីទ្រុងសិនពេលវាចេញមកពួកគេក៏បានយកឆ្កែដទៃទៀតក៏ត្រូវបានដោះលែងដែរហើយពួកវាផ្លូវនេះដើរតាមផ្លូវដែកពីឃ្លាំងបន្ទាប់ពីរត់គេចរួចពួកគេបានទៅដល់ផ្លូវបំបែកនាងនិយាយនាងគ្រវីដៃទៅកាន់ឆ្កែបន្ទាប់ពីនិយាយលារួចខ្ញុំក៏បានដើរចូលទៅលើផ្លូវដំណើរមួយដើម្បីស្វែងរកព្រះបានស្វែងរកអ្នកណាដឹងថានៅពេលកំពុងរកអាហារពួកគេស្រាប់តែជួបនឹងមនុស្សពីរនាក់ដែលមើលទៅគួរឲ្យសង្ស័យបានបុរសអ្នកអាចប្រាប់បានភ្លាមពួកគេមិនមែនជាមនុស្សល្អទេប៉ុន្តែសម្រាប់តែទៅរកអ្វីញ៉ាំក៏នាងនៅតែដើរតាមពួកគេបានចូលទៅក្នុងឡានហើយអ្នកទាំងពីរនាក់នេះជាក្រុមចាប់ចម្រិតប្រដាប់អាវុធខ្លួនបានចាប់ពង្រត់គ្រួសារមួយដែលមានសមាជិករៀបចំផែនការពួកគេរត់ប្រចាំចាក់ចេញពីទីនេះមានន័យថាឲ្យគេញ៉ាំអាហារខ្លះហើយគេនឹងរលាយផ្លែឈើត្រូវបានគេទិញប៉ុន្តែដោយមិននឹកស្មានដល់ផ្លែឈើនោះរបស់គាត់របៀបដែលគាត់និយាយគឺរងចាំអ្នកទាំងពីរបន្ទាប់ពីជនចាប់ចម្រិតបានលួងនាងឲ្យដេកលក់ហើយនាងក៏ប្រញាប់អួចហើយរត់ទៅទូរស័ព្ទមួយបានហៅទៅកាសែតលេខទូរស័ព្ទប៉ូលីសប្រតិបត្តិការអាចខ្ញុំមិនអាចយកភាសាឆ្កែបានទេមិនអីទេដំណោះស្រាយតែមួយចម្លងដោយ TurboScribe ចូលទៅកាន់ Unlimited ដើម្បីលើកសារនេះជាសំណាងល្អខ្ញុំបានចុចលេខកូដ Morse ខ្ញុំបានសរសេរកូដយ៉ាងរហ័សនៅក្នុងសៀវភៅចាក់សោនៅលើកុំព្យូទ័រទីតាំងនៃស្តង់ទូរស័ព្ទពីយកការរត់ត្រឡប់មកវិញហើយក្រុមគ្រួសារដែលមានសមាជិក4នាក់ត្រូវបានស្មានដល់កូនស្រីពើ
ធ្វើបានបិទចាប់ជំរិតត្រូវបានដាស់ឲ្យភ្ញាក់ដោយចៃដន្យ Hyogo Kenjiro បានលោតចេញភ្លាមឡើងទៅប្រយុទ្ធដើម្បីក្មេងស្រីតូចនោះនាងមានពេលវេលាដើម្បីរត់គេចខ្លួនប៉ុន្តែគាត់ត្រូវបានចាប់ខ្លួនដោយជនចាប់ជំរិតសំណាងល្អមន្ត្រីប៉ូលីសមួយចំនួនទីបំផុតប៉ូលីសបានមកដល់ហើយនាំពួកគេទៅឆ្កែដែលជាប់ជ្រុងនឹងលោតពីលើជញ្ជាំងនៅពេលដែលត្រូវបានទាត់ទ្វាររថយន្តឲ្យចំពួកគេចង់ប្រើការ៉េមដើម្បីគំរាមកំហែងប៉ូលីសមន្ត្រីប៉ូលីសមានអារម្មណ៍ភ្លាមមានអារម្មណ៍ថាត្រូវគេប្រមាថយ៉ាងណាក៏ដោយពួកគេហ៊ានប្រើឆ្កែនៅសកម្មភាពជាចំណាប់ខ្មាំងភ្លាមពួកគេចាប់ផ្ដើមបាញ់ត្រង់មកលើពួកគេរហូតដល់ពួកគេលើកទង់ជាតិហើយចុះចាញ់បន្ទាប់មកប៉ូលីសបានឈប់បាញ់ជនចាប់ជំរិតទាំងពីរនាក់មិនដែលស្រមៃចង់បានរឿងនេះទេដោយឆ្កែមែនទេនៅក្នុងដៃរបស់គាត់ប៉ុន្តែដោយសារតែភាពក្លាហានរបស់គាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងត្រឹមតែវាត្រូវបានគ្រួសារនេះយកការចិញ្ចឹមកូនបានខ្លាយជាចំណុចជែកវែកញែកមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្មេងប្រុសនៅខាងមុខបានឃើញទស្សនវិជ្ជានេះខ្ញុំមានការថប់បារម្ភយ៉ាងខ្លាំងដូច្នេះខ្ញុំបានតាមអាសយដ្ឋានរបស់ស្ថានីយ៍ទូរទស្សន៍ខ្ញុំបានផ្ញើលិខិតមួយទៅ Hyogo នៅម្ខាងទៀតមានផ្លែឈើទឹកកកក្រុមគ្រួសារខ្ញុំក៏កំពុងមានពេលវេលាដ៏ស្រួលមិនស្មានដល់នៅថ្ងៃនេះស្រាប់តែមានម្នាក់បានមកដល់មាត់ទ្វាររបស់គាត់ដីកាកោះហៅមួយត្រូវបានប្រគល់ជូនវាគឺជាអ្នកចាប់ជំរិតពីរនាក់នោះដែលចង់សិតដោយខំការ៉េមឌីងប៊ីងកូគឺជាអ្នកសំគំនិតរបស់ពួកគេគ្រាន់តែដោយសារតែពួកគេមិនបានឲ្យគាត់ញ៉ាំការ៉េមបានធ្វើឲ្យឆ្កែទាំង3ក្បាលរអ៊ូត្រូវបានខូចហើយបន្ទាប់មកត្រូវបានយកចេញនឹងស្នាមដៃរបស់ Ice Fruit ដើម្បីបញ្ជាក់ថាពួកគេទាំង3នាក់តែងតែពួកគេនៅជាមួយគ្នាប៉ុន្តែនោះហើយជាភាពមួយដែលចែកក្រុមមិនបានរំពឹងទុកពួកគេពិតជាបានជឿគាត់ហើយបានកំណត់អត្តសញ្ញាណគាត់ត្រូវបានថាជាអ្នកសំគំនិតមួយបន្ទាប់ពីជាប់គុក3ឆ្នាំគាត់ត្រូវបានឆ្មាំពន្ធនាគារចាក់សោនៅក្នុងពន្ធនាគារនៅជាន់ខាងលើបានឃើញមន្ត្រីដែលចូលមកនោះជាឆ្កែមួយក្បាលឈុតឆាកនេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ប៉ុន្តែជាអ្នកស្រឡាញ់ឆ្កែប៉ុន្តែមិនមានការដកចេញពី Hyogo ទេជនចាប់ជំរិតទាំងពីរនាក់កំពុងជាប់ពន្ធនាគារចាត់វិធានការដើម្បីគំរាមកំហែងវិញយកផងដែរបានក្រោកឈរឡើងជំនួសនាងសម្បត្តិដែលក្មេងប្រុសនោះផ្ញើទៅគាត់ត្រូវបានបញ្ជូនទៅពន្ធនាគារបន្ទាប់ពីមានរឿងបានសរសេរនៅក្នុងសម្បត្តិនោះថាខ្ញុំពិតជានឹកពេលវេលា Hyogo របស់ខ្ញុំណាស់ខ្ញុំមិនចង់ស្នាក់នៅទីនេះទៀតទេដូច្នេះគាត់បានចាប់ផ្ដើមម្ដងទៀតផ្លូវរួមក្រោមដីមួយត្រូវបានជីកនៅក្នុងពន្ធនាគារក៏បានសហការដោយកាន់កញ្ចក់ដែរកូនប្រុសរបស់គាត់បានក្លាយជាអ្នកសម្ដែងការពន្ធនាគារម្នាក់ដើរកាត់គាត់នឹងជូនដំណឹងដល់អ្នកភ្លាមនៅពេលគាត់មកដល់ថ្ងៃនេះទីបំផុត Hyogo ជីករណ្ដៅជាមួយគ្នាជាមួយអ្នកទោសដទៃទៀតគាត់បានរត់ចេញពីលូដោយសារតែនៅក្នុងសម្បត្តិដែលក្មេងប្រុសបានសរសេរទៅគាត់មានមិត្តភក្តិនៃឋាននរកត្រូវបានទុកចោលឡើយដូច្នេះខ្ញុំនឹងដាក់សម្បត្តិនោះចូលក្នុងហងមួយបាននាំគាត់ឲ្យដើរតាមក្លិនក្រអូបស្វែងរកក្មេងប្រុស Bengoye សេឌីនិងអ្នកទោសដទៃទៀតបានចាប់ដៃគ្នាហើយខ្ញុំបានចាប់ផ្ដើមស្វែងរកក្មេងប្រុសនោះមិនទាន់ដឹងនៅឡើយទេគាត់បានទៅឆ្ងាយប៉ុណ្ណានៅថ្ងៃនោះទីបំផុតនៅក្នុងទីក្រុងមួយផ្សេងទៀតប្រអប់សម្បត្តិមានក្លិនក្មេងប្រុសនោះរសជាតិធ្វើឲ្យគាត់រំភើបគាត់បានប្រញាប់ទៅគោះទ្វារបានបើកដោយមិននឹកស្មានដល់សម្រស់ដ៏ក្តៅគប់និងសិចស៊ីមួយរូបការ៉េមស្រីបានឃើញឈុតនេះ8ខ្ញុំធ្លាប់ត្រូវគេដាក់ថ្នាំសន្តំម្ដងវាបង្ហាញថាកន្លែងនេះធ្លាប់ជាផ្ទះសម្រាប់ក្មេងប្រុសមកពីសាមន្ទីរផ្ញើសម្បត្តិមកគាត់ខ្ញុំគ្រាន់តែស្នាក់នៅទីនេះមួយយប់ប៉ុណ្ណោះនោះហើយជាមូលហេតុដែលខ្ញុំមិនបានទុកសារនៅដីល្អដោយសារតែបរិសុទ្ធចំណាស់សិចស៊ីម្នាក់នេះម្ចាស់ផ្ទះដឹងថាពួកគេបានទៅណាហើយខ្ញុំបានទិញវាដោយសេចក្តីសំណាងល្អចាស់សិចស៊ីនេះម្ចាស់ផ្ទះដឹងថាពួកគេបានទៅណាហើយដូច្នេះខ្ញុំបានទិញវាដោយសេចក្តីសប្បុរសខ្ញុំបានទិញសម្បត្តិរថភ្លើងនិងនំមួយចំនួនគាត់ត្រូវបានបញ្ជូនទៅកន្លែងផ្សេងទៀតឡានក្រុងមួយកំពុងអង្គុយបាការ៉េមនឹងមកដល់ឆាប់នេះបានមកដល់ទីក្រុងមួយទៀតហើយខ្ញុំបានឃើញរូបដែលធ្លាប់ស្គាល់នោះនៅទីនេះស្រមោលនាងហៀបនឹងឡើងទៅដោយរីករាយទៅសួរសុខទុក្ខក្មេងប្រុសនោះហើយភ្លាមនោះគេបានដឹងថាក្មេងប្រុសនោះនាងបានឆ្កែមួយក្បាលទៀតបេះដូងខ្ញុំប្រែជាត្រជាក់ដូចទឹកកកភ្លាមនាងមិនដែលនឹកស្មានថាក្មេងប្រុសនោះលឿនម្លេះអ្នកភ្លេចខ្ញុំហើយយូរបន្ទាប់មកបែរក្រោយដោយស្ងាត់ហើយចាក់កន្លែងនេះត្រូវបានបើកហើយប៉ុន្តែពួកគេមិនសូវស្គាល់ខ្ញុំគ្រាន់តែជួយអ្នកជិតខាងរបស់ស្ត្រីចំណាស់ម្នាក់កំពុងដើរលេងជាមួយឆ្កែអ្នកមិនដឹងថាត្រូវទៅណាទេគ្រាន់តែអាចដើរដោយគ្មានគោលដៅនៅក្នុងទីដើរលេងដោយគ្មានគោលដៅនៅតាមផ្លូវបានខ្លាចជារស់នៅដោយការសុំទានមែនឆ្កែវង្វេងមួយក្បាលនៅពេលនេះវាស្រាប់តែយ៉ាងណាមិញគាត់ធ្លាប់ជាចុងភៅនៅពុទ្ធវិហារដឹងថាខ្ញុំគ្រាន់តែខកខានមួយអ្នកលាងចានគាត់បានយកផ្លែឈើទឹកកកមកវិញហើយពេលកំពុងធ្វើការជាអ្នកបំពេញចាននៅទីនេះពេលរកលុយចិញ្ចឹមជីវិតដោយខ្លួនឯងខ្ញុំត្រូវតែនិយាយថា Bengo មានសមត្ថភាពពិតជានៅពេលនិយាយណាស់គាត់កំពុងលេចស្បែកជើងប្រើរួចមានគុណភាពល្អជាងចានដែលលាងសម្អាតគ្រាន់តែបន្តិចខ្ញុំឆ្អែតខ្លាំងណាស់មិនអាចទ្រាំបានទៀតទេដូច្នេះរាល់ពេលដែលខ្ញុំដើម្បីរំលាយអ្វីគ្រប់យ៉ាងការពេលមួយផ្លែនេះជាផ្លែឈើស្ងួតខ្ញុំហៀបនឹងចេញទៅញ៉ាំអាហារបន្ទាប់ពីបញ្ចប់ការងារដែលចេញស្រាប់តែគាត់ស្រាប់តែខ្សែឆ្កែមួយបានជាប់គាំងហើយអ្នកដែលចាប់គាត់ទាំងពីរនាក់នោះគឺជាអ្នកដែលចោលវាបង្ហាញថាជនចាប់ជំរិតខ្ញុំបានលើថាបន្ទាប់ពី Hyogo បានរត់គាត់ក៏បានរត់ចេញពីពន្ធនាគារផងដែរពួកគេបានចេញមកសងសឹក Bengoខ្ញុំមិនដឹងថាវាមកពីណាទេឆ្កែមួយក្បាលដែលធ្វើឲ្យគាត់ហិតក្លិនពេញផ្លូវការ៉េមនៅតែមានក្លិនឈ្ងុយឆ្ងាញ់ចុះដូចជាគេហៀបនឹងយកមកដែរពេល Hyogo ចាក់ចេញជាសំណាងល្អនេះឈុតឆាកមួយដែលថតដោយក្មេងប្រុសម្នាក់ដែលដើរកាត់ដូច្នោះគាត់ក៏និយាយចប់ហើយក៏ជិះកង់ចេញទៅរថយន្តបានបើកត្រង់ទៅរកកន្លែងចាប់ជំរិតចោលប្លន់ដោយមិនអាចគេចវិសបានក៏ត្រូវបានចង់ជាប់គាត់គប់ដួលទៅលើដីគាត់បានប្រយុទ្ធប្រឆាំងនឹងពួកចាប់ជំរិតស្រែកឲ្យគេយកការ៉េមឲ្យលឿនឡើងគាត់រត់ប៉ុន្តែគាត់គ្រាន់តែជាមនុស្សតូចម្នាក់ប៉ុណ្ណោះក្មេងនោះត្រូវបានចាប់ខ្លួនយ៉ាងរហ័សដោយក្រុមចាប់ជំរិតក្រោកឈរឡើងដោយខ្លាចក្មេងប្រុសនោះសម្លេងស្រែកបានតាក់ទាញប៉ូលីសហើយគាត់ត្រូវបានរុញចូលទៅក្នុងឡានយ៉ាងលឿនគាត់ត្រូវបានគេនាំទៅលាក់ខ្លួននៅក្នុងស្រមោលឃើញបែបនេះ Hyogo ក៏ប្រញាប់ប្រញាល់ទៅគាត់បានដេញតាមពួកគេយ៉ាងដិតដល់ហើយស្ងាត់គាត់បានដេកកាប់មុខក្នុងឡានរបស់ក្រុមចាប់ជំរិតពួកគេរហូតដល់ចប់ឃ្លាំងត្រូវបានរកឃើញហើយទីតាំងរបស់ពួកចាប់ជំរិតត្រូវបានរកគាត់ក៏រត់ត្រឡប់មកវិញយ៉ាងគេបានមកសុំជំនួយពីក្រុមគ្រួសារក្មេងប្រុសនោះប៉ុន្តែម្ដាយក្មេងប្រុសដឹងថាគាត់កំពុងព្យានៅតែកាន់មុខរបស់ក្មេងប្រុសនោះនៅក្នុងមាត់របស់នាងដែលរត់ត្រឡប់មកវិញហើយបើកទ្វារលើកនេះគឺបងប្រុសរបស់ក្មេងប្រុសនោះឈ្មោះ Binku កំពុងបានធ្វើសញ្ញាទៅគាត់យ៉ាងរហ័សដូចជាងាយស្រួលបានប្រើដោយបងប្រុសនោះខ្ញុំមិនយល់ថាពូរបស់ខ្ញុំបានធ្វើអ្វីខ្លះទេត្រូវបានបណ្ដេញចេញមិនអាចសុំជំនួយពីក្រុមគ្រួសាររបស់គាត់បានទេគ្មានជំរឿអ្វីក្រៅពីរត់ត្រឡប់មកវិញឡើយមានគម្រោងពឹងផ្អែកលើខ្លួនឯងគាត់បានជួយសង្គ្រោះក្មេងប្រុសនោះបានបង្កើតមុខតំណែងអំណោយផលដោយចិត្តណាស់សម្លេងរំខានបានតាក់ទាញចំណាប់អារម្មណ៍របស់ពួកគេត្រូវបានតាក់ទាញមកហើយទឹកកកគូបានលោតចុះមកហើយលោតទៅលើវាជនចាប់ជំរិតបានខំគាត់យ៉ាងណែនទោះបីជាគាត់បានគ្រប់ខោរបស់គាត់ក៏ដោយនាងបានខំអ្នកចាប់ជំរិតដោយជោគជ័យប៉ុន្តែទីបំផុត
ពួកគេត្រូវបានចាញ់និងចាញ់ដោយចោលប្លន់ត្រូវបានចាប់ខ្លួនហើយសំណាងល្អណាស់ឈុតនេះត្រូវបានថតដោយនរណាម្នាក់ដែលលាក់ច្បងនៅខាងក្រៅបង្អួចបានឃើញដើមចាប់តាំងពីគាត់បានបណ្ដេញ Bingo ចេញក្រោយមកខ្ញុំតែងតែមានអារម្មណ៍ថាបញ្ហានេះមិនត្រឹមត្រូវទេដូច្នេះ Cheng បានដើរតាមដោយសម្ងាត់ពួកគេបានមកហើយឃើញក្មេងប្រុសនោះត្រូវបានចោលគាត់ត្រឡប់មកវិញភ្លាមដើម្បីឲ្យគេដៃបានអបគាត់យ៉ាងណែនប៉ុន្តែបន្ទាប់មកពួកចៅបានធ្វើការសម្រេចចិត្តរួចហើយពួកគេបានប្រើគ្រាប់បែកពេលវេលាដើម្បីរីកា Bingo ក្រុងនឹងតើអ្នកណាទៅដឹងថាពួកគេនឹងត្រូវបំផ្ទុះរួមគ្នាជាមួយគេកំពុងចាក់ចេញពួកគេបានចៃដន្យគាត់បានគប់កន្ទុយបារីទៅលើដីគូតបារីត្រូវបានដុតយ៉ាងលឿនក្រដាសសម្រាមជុំវិញបានឆេះភ្លើងឆេះដ៏សន្ធោសន្ធៅកំពុងរងចាំក្មេងសមាជិកគ្រួសារបានមកដល់ជាមួយប៉ូលីសពេលនោះខ្ញុំបានឃើញជនចាប់ចម្រិតទាំងពីរនាក់គ្រាន់តែខ្វល់ពីការដេញតាមយើងហើយចង់ចាក់ចេញពួកគេមិនបានកត់សម្គាល់ឃើញអ្វីខុសប្រក្រតីទេនៅពេលដែលពួកគេវានៅឃ្លាំងនៅពេលនេះភ្លើងឆេះរបស់ Curry កាន់តែអាក្រក់ការ៉េមធំមួយបានចំណាយការខិតខំប្រឹងប្រែងយ៉ាងរបស់ខ្លាទីបំផុតបានដោះលែងចំណងខ្សែពួរដែលគាត់ចង់បានបាក់ប៉ុន្តែខ្សែពួរដែលគាត់របស់ក្មេងប្រុសនោះបានវាស្មុគស្មាញពេកគាត់មិនយល់តតែសោះហើយមិនអាចស្រាយវាចេញបានក្មេងប្រុសនោះក៏ឲ្យគាត់ទៅរុះរើខ្លាំងទៅសំឡេងរត់អគិភ័យគឺជាការចង់បានដើម្បីទាញសំឡេងរត់អ្នកត្រូវតែយើងត្រូវតែឆ្លងកាត់ភ្លើងនេះហើយកេស៊ីងព្រោះគាត់នៅក្មេងការភ័យខ្លាចនៃភ្លើងនេះធ្វើឲ្យគាត់ស្ទាក់ស្ទើរអស់រយៈពេលយូរលោតចុះឡើងហើយសម្លឹងមើលក្មេងប្រុសនោះនៅពេលវេលាដ៏សំខាន់នេះទីបំផុត Hyuka បានយកឈ្នះនេះការភ័យខ្លាចនៅក្នុងចិត្តខ្ញុំគឺជាកម្លាំងជំរុញដ៏លឿនហើយលោតឡើងលើអាកាសគាត់បានទម្លាក់ប៉ូលីសកាលពីអតីតកាលការភ្ជាប់ទាំងពីរក្នុងពេលតែមួយចោលប្លន់ក៏ត្រូវបានប៉ូលីសចាប់ខ្លួនដែរអ្នកពលរដ្ឋអគិភ័យបានមកដល់យ៉ាងលឿនមកដល់កន្លែងកើតហេតុហើយនាំក្មេងប្រុសនោះទៅទាន់ពេលវេលាជួយសង្គ្រោះប៉ុន្តែពួកគេមិនអាចយល់បានពីមូលហេតុដែល Hyuka តែងតែដេកនៅទីនេះស្រែកលើប្រអប់ឈើរហូតដល់ក្មេងប្រុសនោះបានប្រាប់ពួកគេថាមានម្នាក់ទៀតនៅទីនេះតែដឹងថាមានអ្វីកើតឡើងនៅពេលដែលលោកអគិភ័យបានរត់ចេញនោះចេញយ៉ាងលឿនវាចុះក្រោមដើម្បីឲ្យការ៉េមអាចចេញមកពីខាងក្នុងគ្រាប់បែកហើយបន្ទាប់មកគាត់ផ្ទាល់គាត់បានរត់ចេញទៅជាមួយនឹងប្រអប់នៅក្នុងប្រអប់នោះរត់បានចម្ងាយខ្លីប៉ុណ្ណោះវាបានកើតឡើងជាមួយនឹងសម្លេងផ្ទុះប្រុសដែលបានឃើញហេតុការណ៍ផ្ទុះនេះនៅនឹងកន្លែងព្រោះពួកគេមិនអាចទទួលយកបានគាត់បានដួលសន្លប់ហើយរងចាំគាត់ឪពុកម្ដាយរបស់គាត់បានរុញគាត់ចេញភ្លាមនៅពេលដែលគាត់ទៅដល់វត្តមួយទៀតវាមានមនុស្សច្រើនកុះកមិត្តភក្តិឆ្កែនិងអតីតសង្សាររបស់ SG ជនដែលមកគោរពវិញ្ញាណក្ខន្ធលោកដំបូងឡើយ Hyuka មិនស្លាប់ទេនាងគ្រាន់តែត្រូវគេបំផ្ទុះប៉ុណ្ណោះគាត់រងរបួសជើងទាំងពីរប៉ុន្តែគាត់ពិតជាក្មេងប្រុសនេះនឹងចេញពីមន្ទីរពេទ្យក្នុងពេលចាប់នេះមកសួរឪពុកដោយរំភើបរងចាំ Bingo ចេញពីមន្ទីរពេទ្យសិនទើបនាងគាត់ទៅចិញ្ចឹម